$លឺថាមានឡានចូលថ្មីហ៎អូខេទីមេងហ្នឹងមានឡានមួយគ្រឿងចូលថ្មីហើយរថយន្តហ្នឹងຂະຫນាតធំ7កៅអីគេចង់ដឹងថាឡានអីអត់ដឹងទេណាអញ្ចឹងទៅមើលបងប្អូនគ្នាតោះបងប្អូនឡានហ្នឹងគឺតលេងមែនតើហើយជារថយន្តជប៉ុននាំចូលមកកាន់ប្រទេសកម្ពុជាហើយអូខេបងប្អូនអញ្ចឹងរថយន្តនៅខាងក្នុងនេះគឺជា Toyota Land Cruiser សេរីថ្មីបងប្អូនដែលឈ្មោះថា LC 300ដែលជារថយន្តផ្គុំដំឡើងប្រទេសជប៉ុននាំចូលមកទីផ្សារប្រទេសកម្ពុជាអញ្ចឹងរថយន្តនេះកំពុងតែចូលស្តុកភ្លាមបងប្អូនហើយយើងមើលពីក្រៅទៅមុនណាជាមួយនឹងគូតក្រោយអូតូហើយផ្ដល់ជូនជាមួយនឹងភាពទូលាយសម្រាប់សមាជិក7កៅអីបងប្អូនដែលមានសមាជិកច្រើនហើយចង់បានរថយន្តខ្នាតធំណាគួរតែពិចារណាខាងក្រោមនេះផងដែររថយន្តនេះគឺនាំចូលពីជប៉ុនផ្ទាល់ 100% អញ្ចឹងយើងទៅមើលខាងមុខតិចណាបងប្អូនវ៉ាវស្អាតមែនទែនបងប្អូនអើយមុខគឺអំណាចមែនទែនបាទគឺយើងមានជាមួយនឹងបាទបណ្ណាក្រមបាទស្អាតមែនទែនហើយកាមេរ៉ា360រថយន្តនេះបញ្ជាក់នោះទេបងប្អូនគឺធ្វើឡើងសម្រាប់ពិសេសទីផ្សារប្រទេសកម្ពុជាដោយដំឡើងជាមួយនឹងផែនទីអត់មានតម្រូវការប្រើប្រាស់អ៊ីនធឺណិតទេហើយអ្វីដែលពិសេសរថយន្តនេះបំពាក់ជាមួយនឹងប្រព័ន្ធបងប្អូនចាប់ប្រាំងអូតូកាមេរ៉ា360ជាចំនួនចុងក្រោយបំផុតហើយដំណើរការដោយម៉ាស៊ីនម៉ាស៊ុត 3.3 លីត្រ Twin Turbo វ៉ាវតាក់បោភ្លោះអញ្ចឹងគឺខ្លាំងមែនទែនបងប្អូនអញ្ចឹងយើងទៅមើលខាងក្នុងទៅទៀតវ៉ាវខាងក្នុងគឺទលេមែនទែនបងប្អូនជាមួយនឹងការរចនាបថបាទស្បែកពណ៌ខ្មៅលាយជាមួយនឹង highlight ទឹកដោះគោបាទឃើញថាក្លុកក្លៀតកន្លែងណាក៏ស្បែកដែរបងប្អូនគឺមានបំពាក់ជាមួយនឹងទូក្លាសេដែលផ្ដល់ជូនជាមួយនឹងការផ្ទុកអវ៉ាន់ភេសជ្ជៈឬក៏ជាមួយនឹងគ្រឿងដែលចាំបាច់សម្រាប់បងប្អូនផងដែររថយន្តនេះគឺមានភាពទូលាយដែលផ្ដល់ជូនជាមួយនឹងប្រព័ន្ធទំនើបប្រព័ន្ធពង2កាពីតាហើយជាមួយនឹងការកំណត់មុខងារ Terrain Mode រហូតដល់បាទ6បងប្អូនដែលមួយនឹងការបើកបោផ្លូវលំបាកតាមវាផ្សេងកាន់តែពិសេសរថយន្តនេះបំពាក់ជាមួយនឹងកៅអីអូតូជាប្រភេទកៅអីខ្យល់ត្រជាក់និងមានកម្ដៅផងដែរនេះគឺជាការរៀបរាប់ត្រួសអំពីរថយន្ត Toyota Land Cruiser ស៊េរីថ្មីជាប្រភេទ Mazda Mazut ឬក៏ជាប្រភេទ ZX អញ្ចឹងបងប្អូនចង់ដឹងអ្វីបន្ថែមទៀតពីស៊េរី model របស់ Toyota អាច comment ឬក៏តម្លាក់ក្នុងវីដេអូខាងក្រោមអរគុណច្រើនជួបវីដេអូក្រោយ